នេះគឺជាសកម្មភាពសពមួយដងដែលខ្ញុំតែងតែធ្វើជារៀងរាល់ព្រឹកដើម្បីឲ្យជ្រូករបស់ខ្ញុំស៊ីហើយក៏ឆ្លៀតឲ្យមាន់ស៊ីផងដែរសម្រាប់បងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំប្រកាសណាស់គឺចង់ដឹងថាតើអត្ថប្រយោជន៍របស់ស្មៅអ៊ីស្រាអែលហ្នឹងវាមានអត្ថប្រយោជន៍អ្វីខ្លះវាជួយអ្វីខ្លះដល់សត្វជាការពិតស្មៅអ៊ីស្រាអែលគឺជាស្មៅមួយប្រភេទដែលពេញនិយមក្នុងការប្រើប្រាស់ធ្វើជាចំណីសត្វក៏ប៉ុន្តែនៅមានបងប្អូនមួយចំនួនគឺគាត់អត់ទាន់បានស្គាល់ហើយក៏អត់ទាន់បានដឹងពីអត្ថប្រយោជន៍របស់ស្មៅអ៊ីស្រាអែលនេះនៅឡើយអញ្ចឹងហើយបានជាខ្ញុំធ្វើវីដេអូនេះឡើងគឺដើម្បីឲ្យបងប្អូនដែលមិនទាន់បានដឹងហើយមិនទាន់បានស្គាល់ឲ្យគាត់បានស្គាល់ពីស្មៅមួយប្រភេទនេះដើម្បីយកស្មៅមួយប្រភេទនេះយកទៅដាំនៅតាមផ្ទះហើយអាចប្រើដើម្បីចិញ្ចឹមសត្វបែបលក្ខណៈគ្រួសារដែលយើងអាចប្រើវាជាប្រយោជន៍ដើម្បីជួយកាត់បន្ថយនៅដើមទុនរបស់បងប្អូនបានសម្រាប់ស្មៅអ៊ីស្រាអែលនេះគឺវាអាចយកមកប្រើសម្រាប់ចិញ្ចឹមមាន់ទាគោក្របីជ្រូកពពែចៀមជាដើមហើយស្មៅអ៊ីស្រាអែលនេះផងដែរគឺវាមានប្រូតេអ៊ីនរហូតដល់ 20% ដែលអាចធ្វើឲ្យសត្វរបស់យើងស៊ីទៅហើយគឺធំធាត់លឿនសម្រាប់លក្ខណៈនៃការចិញ្ចឹមសត្វគឺយើងអាចកាត់ស្មៅមួយប្រភេទនេះយកទៅលាយជាមួយនឹងចំណីសម្រេចដើម្បីច្បល់វាឲ្យចូលគ្នាហើយឲ្យវាស៊ីទៅវាចូលចិត្តស៊ីហើយនឹងស៊ីបានល្អហើយនឹងអាចធ្វើឲ្យសត្វរបស់យើងធំធាត់លឿនផងដែរសម្រាប់ស្មៅមួយប្រភេទនេះគឺវាធន់នឹងអាកាសធាតុបាទនៅពេលដែលយើងដាំហើយគឺយើងអាចកាត់បានច្រើនដងបាទហើយអាចបានច្រើនឆ្នាំបាទសម្រាប់ការមើលថែគឺมันពិបាកមើលថែទេស្មៅហ្នឹងបើសិនជាយើងដាំច្រើនបាទយើងអាចធ្វើការដាក់ទឹកដើម្បីស្រោចវាមួយអាទិត្យប្រហែលជា2ដងអីគឺបានហើយបងប្អូនគឺអត់បញ្ហាទេបើសិនជាដីយើងស្ងួតខ្លាំងអីអញ្ចឹងណាបងប្អូនបាទបើសិនជាដីយើងបែបលក្ខណៈមានសំណើមអីខ្លះគឺវាអត់ចាំបាច់ត្រូវការទឹកច្រើនទេមួយវិញទៀតស្មៅនេះបើសិនជារដូវប្រាំងបងប្អូនអ្នកចិញ្ចឹមគោចិញ្ចឹមពពែចៀមអីអញ្ចឹងអាចកាត់វាដើម្បីធ្វើជាស្មៅផ្អាប់បងប្អូនឬក៏យើងហៅថាផ្អកស្មៅអីអញ្ចឹងណាបងប្អូនយើងអាចកាត់វាយកទៅធ្វើផ្អកស្មៅទៅយើងអាចរក្សាទុកបានយូរឲ្យវាស៊ីសម្រាប់ខែប្រាំងអញ្ចឹងណាអត្ថប្រយោជន៍របស់ស្មៅអ៊ីស្រាអែលនេះមិនត្រឹមតែយើងអាចកាត់វាធ្វើជាផ្អកស្មៅបានទេប៉ុន្តែយើងអាចប្រើវាដើម្បីចិញ្ចឹមជ្រូកដែលទើបតែកើតកូនឬក៏ជ្រូកដែលពោះបងប្អូនអានឹងយើងអាចចិញ្ចឹមឲ្យវាស៊ីជាមួយនឹងចំណីសម្រេចអីអញ្ចឹងគឺធ្វើឲ្យវាបង្កើននៅទឹកដោះបានច្រើនបាទមិនតែប៉ុណ្ណោះថែមទាំងអាចជួយឲ្យសត្វរបស់យើងគឺมันហើមពោះផងដែរនៅពេលដែលស៊ីស្មៅនឹងចូលទៅណាបើកូនជ្រូកដែលទើបតែកើតមកហើយវាកំពុងតែរៀនស៊ីចំណីយើងអាចយកទៅលាយជាមួយនឹងចំណីសម្រេចដើម្បីឲ្យវារៀនស៊ីម្ដងបន្តិចបានប៉ុន្តែការលាយយើងអាចប្រើស្មៅតិចសិនគឺយើងអត់អាចដាក់1 ទល់ 1បានទេគឺមានន័យថាយើងអត់អាចដាក់ស្មៅមួយបោយឬក៏ចំណីមួយបោយស្មើគ្នាបានទេគឺយើងអាចដាក់ស្មៅឲ្យតិចជាងចំណីសម្រេចដើម្បីឲ្យវារៀនស៊ីសិន
នៅពេលដែលវាស៊ីយូរទៅវានឹងធ្លាប់ធ្វើឲ្យវាស៊ាំទៅនឹងស្មៅយើងអាចបន្ថយនៅចំណីសម្រេចហើយយើងបង្កើននៅស្មៅឲ្យច្រើនជាងមុនបាន